បាទអរគុណចានកញ្ញាច័ន្ទលៀបយើងជម្រាបជូនពាក់ព័ន្ធទៅនឹងក្រសួងកាងារលោកបានថ្លែងថាកម្ពុជាគឺមានរថយន្តដឹកកម្មករនិយោជិតកើនឡើងដល់ជាង3200គ្រឿងនៅទូទាំងប្រទេសកម្ពុជាបាទរហូតមកដល់ពេលនេះបាទកម្ពុជាគឺមានរថយន្តដឹកកម្មករនិយោជិតប្រមាណជាង3200គ្រឿងនៅទូទាំងប្រទេសនៅក្នុងនោះគឺមានរថយន្តប្រភេទដឹកអ្នកដំណើរជាង1400គ្រឿងនិងរថយន្តប្រភេទដឹកទំនិញជិត2000គ្រឿងលោកបណ្ឌិតហេងសុផាន់រិទ្ធដែលជាអគ្គនាយករងបសសនិងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពៀកម្មករនិយោជិតបានមានប្រសាសន៍ថាបច្ចុប្បន្ននេះមានរថយន្តដឹកកម្មករនិយោជិតសរុបចំនួន3248គ្រឿងនៅក្នុងនោះបាទរួមមានរថយន្តប្រភេទដឹកអ្នកដំណើរចំនួន1424គ្រឿងរថយន្តបាទប្រភេទដឹកទំនិញចំនួន1824គ្រឿងហើយរថយន្តដឹកទំនិញគឺបានកែច្នៃស្របតាមស្តង់ដារបច្ចេកទេសចំនួន7គ្រឿងលោកបណ្ឌិតហេងសុផាន់រិទ្ធបានលើកឡើងថាបសសនៃក្រសួងកាងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបន្តជំរុញការកែលម្អរថយន្តដឹកកម្មករនិយោជិតឲ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាពជាងមុនយ៉ាងយូរត្រឹមឆ្នាំ2027ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករបស់កម្មករនិយោជិតឲ្យនៅកម្រិតទាបបំផុតស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលោកបណ្ឌិតបានបញ្ជាក់ថាការកែលម្អរថយន្តដឹកកម្មករដែលមានស្តង់ដារចូលជាដូចជាមានកៅអីអង្គុយនិងដំបូលការពារកម្ដៅនិងភ្លៀងត្រឹមត្រូវនេះគឺមិនឲ្យមានការខាត់បងនូវផលប្រយោជន៍ដល់ភាគីណាមួយឡើយទាំងអ្នកបើកបរបងប្អូនកម្មករនិងម្ចាស់រោងចក្រពីព្រោះថាការជិះឈរប្រជិតគ្នានេះគឺអាចប្រឈមទៅនឹងហានិភ័យទាំងសុវត្ថិភាពនិងសុខភាពដែលនាំឲ្យបាទផលិតភាពការងារនឹងគឺមានការធ្លាក់ចុះយ៉ាងណាក៏ដោយលោកបណ្ឌិតលោកបានបន្ថែមទៀតថាមានកត្តាបាទមួយបាទជាឧបសគ្គមិនអាចឲ្យម្ចាស់រថយន្តដឹកកម្មករនិងនិយោជិតអាចផ្លាស់ប្ដូរប្រភេទរថយន្តដឹកទំនិញទៅរថយន្តបាទដឹកអ្នកដំណើរបានដែលបញ្ហានេះជាផ្នែកមួយបាទធ្វើឲ្យកម្មករនិយោជិតនឹងត្រូវប្រឈមមុខខ្ពស់ពេលដែលធ្វើដំណើរទៅមកកន្លែងធ្វើការនៅក្នុងនោះទី1គឺរថយន្តប្រភេទដឹកអ្នកដំណើរតាមតម្លៃថ្លៃស៊ីប្រេងច្រើននឹងត្រូវជួសជុលថែទាំញឹកញាប់ជាងរថយន្តប្រភេទដឹកទំនិញនឹងមិនអាចចូលបាទដល់ក្នុងភូមិបានពីព្រោះស្ថានភាពផ្លូវតូចចង្អៀតទី2បាទអ្នកបើកបរមួយចំនួនធំកំពុងតែជាប់បំណុលជាមួយនឹងធនាគារទី3បាទគឺការផ្ទុកកម្មករលើរថយន្តនឹងគឺបានចំនួនតិចជាងមុនហើយបើដំឡើងថ្លៃធ្វើដំណើរនោះនឹងប៉ះពាល់ដល់កម្មករនិងទី4គឺរោងចក្រសហគ្រាសគឺគ្មានលទ្ធភាពបន្ថែមប្រាក់ធ្វើដំណើរជូនដល់កម្មករនិយោជិតនោះទេអញ្ចឹងឃើញថាសរុបមកប្រទេសកម្ពុជាគឺមានរថយន្តដឹកកម្មករនិយោជិតគឺកើនឡើងរហូតដល់3200គ្រឿងហើយនៅទូទាំងប្រទេសកម្ពុជាបាទនាពេលបច្ចុប្បន្ននេះបាទអរគុណចាយើងបញ្ចប់ព័ត៌មាននៅក្នុងវគ្គទី1នេះត្រឹមប៉ុណ្្នឹងសិនសូមពេលសម្រាប់មួយផ្លែតបន្តិចទៀតជួបគ្នាជាថ្មីនៅក្នុងវគ្គទី2បន្ត